បែបនឹងដកស្រង់ព្រះធម៌នៅក្នុងសកៈបញ្ហាសូត្រឯកផ្នែកយើងលេខ17ប្រសូតនឹងសំដែងអំពីបញ្ហារបស់ព្រះអិនគឺបានសម្រេចសត្តាបតិផលដោយសារសាកសួរបញ្ហាព្រះរាមានុភាក្នុងសកៈបញ្ហាសូត្រនេះឯងព្រះអិនដែលជាធំលើពួកទេវតាក្នុងឋានតាវតੰសប្ថ្ងៃនេះណាទៀតប៉ុន្តែដែលបានសម្រេចសោតានោះគឺបានក្នុងជាតិមួយមុនហើយជាតិមួយមុនហ្នឹងក៏ជាព្រះអិនដែរជាតិមួយមុនហ្នឹងក៏ជាព្រះអិនហើយដល់បានសម្រេចសោតាទៅក៏ចុតិអំពីព្រះអិនហ្នឹងបដិសន្ធិកើតជាព្រះអិនហ្នឹងឃ្លានដែរចុតិបដិសន្ធិហ្នឹងចំពោះប្រភពនៃព្រះដែលមានព្រះភិក្ខទៀតផងប៉ុន្តែទេវតាដែលហែហមព្រះអិនទៅហ្នឹង80000ទេវតាមិនបានដឹងអំពីសកៈទេវរាជចុតិហើយបដិសន្ធិជាព្រះអិនកំឡោះនោះជាជាតិមួយថ្មីទៀតនោះគឺមិនបានដឹងទាល់តែសោះអ្នកដែលដឹងហ្នឹងគឺមានតែបុគ្គល2អង្គទេគឺថាព្រះអិនដោយខ្លួនព្រះអង្គឯងព្រោះខ្លួនព្រះអង្គហ្នឹងចុតិដោយខ្លួនព្រះអង្គហើយបដិសន្ធិជាព្រះអិនសាថ្មីនិងមួយព្រះអង្គទៀតនោះគឺព្រះទសពលជាព្រះអរហន្តសម្មាសម្ពុទ្ធថាបថាព្រះអង្គមិនមានអ្វីមកបំបត្តិបំបាំងព្រះញាណរបស់ព្រះអង្គមិនអាចឲ្យព្រះអង្គបានជ្រាបនោះឡើយរឿងដែលត្រូវជ្រាបនឹងមានប៉ុណ្ណាព្រះញាណរបស់ព្រះអង្គក៏មានប៉ុណ្ណោះព្រះញាណរបស់ព្រះអង្គមានប៉ុណ្ណារឿងដែលត្រូវដឹងដែលត្រូវជ្រាបក្នុងលោកក៏មានត្រឹមតែប៉ុណ្ណឹងឯងអត់មានលើសខ្វះទេរវាងរឿងដែលត្រូវដឹងក្នុងលោកនេះហើយនឹងព្រះញាណរបស់ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់នឹងដោយសារការសាកសួរបញ្ហារបស់ព្រះអិនព្រះអង្គទ្រង់បានវិសច្ចនាទ្រង់មានការធានាវិសច្ចនានៅបញ្ហាដែលទេវានិមន្តៈព្រះអង្គដែលជាធំលើពួកទេវតានឹងសាកសួរយ៉ាងណាតថាគតនឹងវិសច្ចនាថ្វាយព្រះអង្គបានទាំងអស់ព្រោះថាមិនមានបញ្ហាឯណាដែលថាព្រះដែលមានប្រភិក្ខនោះមិនជ្រាបមិនដឹងវិសច្ចនាមិនបាននោះឡើយលើកលែងតែបញ្ហានៃបុគ្គលខ្លះដែលមិនជាឋានៈមិនជាហេតុដើម្បីឲ្យព្រះមានភិក្ខជាកតែព្រះអង្គទ្រង់បានជ្រាបថាសកៈទេវរាជនេះជាអ្នកមានការសន្សំនៅសេចក្តីល្អអស់កាលទៅយូរមកហើយតាំងតែពីជាតិមុនមកមានជាតិកំណើតជាមគ្គមានុជាដើមហ្នឹងសន្សំចិត្តល្អសេចក្តីល្អការដែលសាកសួរបញ្ហាចំពោះតថាគតក៏ជាបញ្ហាមានប្រយោជន៍អញ្ចឹងព្រះអង្គក៏ទ្រង់ព្រះពុទ្ធានុញ្ញាតបើកឱកាសដើម្បីសកៈទេវរាជនឹងសាកសួរបញ្ហាសកៈទេវរាជនឹងដែលមុននឹងចុះទៅទូលសួរបញ្ហារបស់ព្រះរាមានុភាបានឃើញបុព្វនិមិត្តដែលសម្រាប់ឲ្យព្រះអង្គទ្រង់ចុតិនោះដូចជាមានការថយចុះនៅពន្លឺរស្មីឬក៏មានការបែកញើសជាដើមបុព្វនិមិត្តគឺជានិមិត្តខាងដើមដែលនឹងបញ្ជាក់ថាទ្រង់នឹងចុតិក្នុងពេលឆាប់
បុគ្គលដែលនៅមានរាគៈជាបច្ច័យរមែងកើតតោមនស្សសកទេវរាជក៏ព្រះអង្គទ្រង់តោមនស្សវេទនានឹងកើតនៅក្នុងទោសៈមូលចិត្តប្រទុះនឹងអារម្មណ៍គឺការទាស់ចិត្តថ្នាំងថ្នាក់ចិត្តក្នុងការចុតិរបស់ព្រះអង្គដោយប្រពនៅហេតុនេះទៅសកទេវរាជទាំងឯងមួយអន្លើដោយទេវតា 80000 អង្គទៀតចុះមកគាល់ព្រះរាមាប្រភាដែលព្រះអង្គប្រងគង់នៅក្នុងគុហាមួយឈ្មោះអន្តសាលគុហានៅចិត្តក្រុងរាជក្រឹស្នដែរក្នុងដែនមគធៈហើយមានរឿងរ៉ាវច្រើនខាងដើមនៃប្រសូតនោះរឿងរ៉ាវមានការដើម្បីនឹងសុំបើកឱកាសដើម្បីបានជួបព្រះរាមាប្រភាកាលដែលព្រះអង្គទ្រង់បើកឱកាសហើយចក្រទេវរាជនឹងក៏បានសាកសួរព្រះរាមាប្រភាដោយគោលសេចក្តីនៃធម៌នឹងដែលសាកសួរនោះថាបបិទ្ធព្រះអង្គដ៏ចម្រើនទេវតាក្តីមនុស្សក្តីអាសលក្តីនេកន្ធុបក្តីនោះរមែងមានសេចក្តីប្រាថ្នាថាសូមកុំឲ្យយើងនឹងជាបុគ្គលមានពីរកុំឲ្យយើងនឹងជាបុគ្គលមានអាជ្ញានៅក្នុងទណ្ឌកម្មសូមកុំឲ្យយើងនឹងមានសត្រូវកុំឲ្យយើងមានការព្យាបាទសូមឲ្យយើងនឹងឯងនៅក្នុងការដែលមិនមានពីវេរាបបិទ្ធព្រះអង្គដ៏ចម្រើនចុះមានអ្វីជាចំណងមានអ្វីជាគ្រឿងចងបានជាធ្វើឲ្យទេវតាមនុស្សអសលអ្នកសន្ធុបដែលមានសេចក្តីប្រាថ្នាថាសូមឲ្យយើងនឹងកុំមានពីវេរាហ្នឹងនៅតែមានពីវេរាតែកុំឲ្យយើងនៅក្នុងអាជ្ញាទណ្ឌកម្មហ្នឹងនៅតែនៅក្នុងអាជ្ញាទណ្ឌកម្មកុំឲ្យមានសត្រូវកុំឲ្យមានព្យាបាទហ្នឹងនៅតែមានសត្រូវនៅតែមានការព្យាបាទនៅតែការដែលជាប់ជំពាក់នៅក្នុងទីវេរាសាកសួរទូលសួរបញ្ហាចំពោះព្រះរាមាប្រភាសួរព្រះអង្គថាមានអ្វីជាសញ្ញាជាអ្នកជាចំណងជាគ្រឿងចងដែលធ្វើឲ្យសត្វលោកនឹងអត់មានសេចក្តីត្រូវការប្រាថ្នាពីវេរាអីទេចង់នៅជាសុខក៏ប៉ុន្តែវាចិត្តតែមានពីវាចិត្តតែមានអាជ្ញាគឺទណ្ឌកម្មមានសត្រូវមានការព្យាបាទរស់នៅក្នុងពីវេរានឹងតែមានអ្វីជាចំណងបើសត្វលោកនឹងមិនប្រាថ្នាពីវេរាមិនប្រាថ្នាអាជ្ញាមិនប្រាថ្នាសត្រូវមិនប្រាថ្នាការព្យាបាទផងមិនក៏ចេះតែប្រព្រឹត្តទៅក្នុងពីវេរាមានសត្រូវមានព្យាបាទអញ្ចឹងហ្នឹងបញ្ហាណាបានព្រះរាមាវិភាព្រះអង្គទ្រង់វិសាចនាថាទេវេនមន្តៈនឹងព្រះអង្គទ្រង់ប្រហៅចំពោះព្រះអិនដែលជាធំលើពួកទេវតានឹងឋានតាវតនោះសត្វលោកនឹងមានអិសានិងមច្ឆរិយៈការច្រណែននិងសេចក្តីកំណាញ់ចេតសិកពីរនេះនឹងជាសញ្ញាជាអ្នកជាចំណងជាគ្រឿងចងដែលធ្វើឲ្យសត្វលោកទោះជាមានសេចក្តីប្រាថ្នាថាសូមកុំឲ្យយើងមានពីមានអាជ្ញាមានសត្រូវមានការព្យាបាទនៅដោយការមិនមានពីហ្នឹងវាប្រព្រឹត្តទៅនៅតែក្នុងភាពជាអ្នកមានពីមានអាជ្ញាមានសត្រូវមានការព្យាបាទនៅដោយទីវេរានោះណាហ្នឹងមកអំពីអីមកអំពីមានអិសាការច្រណែនមច្ឆរិយៈក្តីកំណាញ់នេះឯងជាគ្រឿងចងក៏ណាស់ទាំងចំពោះធัวពីប្រការនេះ
បើសោតាបត្តមៈមិនតន់កើតឡើងទេគឺមិនមានអ្វីលះផ្ដាច់បានហើយវិសានិងមច្ឆរិយៈនេះជាអកុសលធម៌ដែលត្រូវលះដោយសោតាបត្តមៈអញ្ចឹងធម៌នេះគឺមានចំពោះបរិជននឹងមិនមានក្នុងព្រះអរិយបុគ្គលគ្រប់អង្គតែមាននៅក្នុងបរិជនអ៊ីសានិងមច្ឆរិយៈនឹងអ៊ីសាគឺមានការច្រណែនចំពោះអ្នកដទៃដែលគេបានសម្បត្តិបានលៀបបានជោគចឹងទៅអ៊ីសានឹងមិនត្រេកអរដើម្បីឲ្យអ្នកដទៃនឹងបានសេចក្តីសុខបានសេចក្តីចម្រើនក្នុងលៀបក្នុងយកក្នុងសក្ការៈនោះទេមិនត្រេកអរណាតែមានអ៊ីសាកើតឡើងគឺការចរណែននឹងអ្នកដទៃដែលអ្នកដទៃនោះឯងបានលៀបបានចុះឬក៏បាននៅវ័យទាំងអស់ជាផលរបស់បុណ្យដែលអ្នកដទៃនោះបានធ្វើដោយខ្លួនរបស់គេមកប៉ុន្តែហេតុតែអ៊ីសានេះវាកើតជាមួយនឹងមោហៈគឺអវិជ្ជាមិនដឹងហេតុផលជុំវិញជីវិតខ្លួនឯងនឹងយ៉ាងណាមិនដឹងហេតុផលជុំវិញជីវិតអ្នកដទៃនឹងយ៉ាងម៉េចគឺអវិជ្ជាការដែលមិនដឹងមោហៈការវង្វេងក្នុងអារម្មណ៍នឹងឯងដែលនាំឲ្យមានអ៊ីសានឹងកើតឡើងនឹងជាធัวអកុសលទេជាធัวដែលកើតជាមួយនឹងមោហៈអវិជ្ជានឹងហើយសេចក្តីកំណាញ់នោះគឺការដែលហួងហែងនៅទ្រព្យសម្បត្តិរបស់ខ្លួនទោះជាកំណាញ់អាវាសទីកន្លែងស្ដីកំណាញ់ត្រកូលឬក៏កំណាញ់វណ្ណៈគួរសម្បល់ឬក៏វណ្ណៈគុណសេចក្តីសរសើរជាដើមឬក៏កំណាញ់លេបកំណាញ់ធัวនៅក្នុងមច្ឆរិយៈហ្នឹងមិនត្រេកអរនឹងអ្នកដទៃដែលប្រើប្រាស់នៅសម្បត្តិរបស់ខ្លួនទេទោះជាប្រើប្រាស់ដោយការខ្ចីក្តីប្រើប្រាស់ដោយការសុំបានក្តីហ្នឹងមិនត្រេកអរដើម្បីឲ្យសម្បត្តិរបស់ខ្លួនហ្នឹងជាសាធារណៈដល់អ្នកដទៃទេហ្នឹងទោះជាអ្នកដទៃមកខ្ចីដើម្បីកិច្ចការងារមករយៈមកពេលក្តីនឹងសងត្រឡប់មកវិញក៏មិនអោយឬថានឹងសុំដើម្បីការរស់ដើម្បីសេចក្តីសុខស្រួលអីហ្នឹងយ៉ាងណាក៏មិនព្រមអោយហ្នឹងគឺមច្ឆរិយៈព្រោះធម៌ពីរហ្នឹងណាចឹងដែលធ្វើឲ្យសត្វលោកនឹងឯងទោះជាប្រាថ្នានៅដោយមិនមានទីមិនមានសត្រូវមិនមានជាបាតយ៉ាងណាក៏ដោយតែធัวនេះចងសត្វលោកនឹងឲ្យជាប់នៅក្នុងទីវេរាចងសត្វលោកនឹងឲ្យជាប់នៅក្នុងអាជ្ញាទណ្ឌកម្មនៅក្នុងការដែលមានសត្រូវមានការជាបាតហ្នឹងគឺធัวនឹងចងសត្វលោកហ្នឹងអញ្ចឹងអកុសលធัวនេះគួរឲ្យរំគាសណាទៀតវិសានិងមច្ឆរិយៈប៉ុន្តែការដែលយើងបំពេញនៅកុសលទាំងឡាយផ្សេងក៏អាចជាឧបការៈក្នុងការដកខាត់នៅអ៊ីសានិងមច្ឆរិយៈនេះដែរសូម្បីមិនដាច់អស់រលីងដូចជាការដាច់ដោយសោតាបត្តមៈក៏ដោយប៉ុន្តែក៏គង់មានការចម្រើននៅក្នុងកុសលធម៌ច្រើនទៅអ៊ីសានិងមច្ឆរិយៈហ្នឹងគឺវាស្ងប់រងាប់ទៅដែរហើយការចម្រើននៅកុសលធម៌ច្រើនហ្នឹងគឺថាអាចជាឧបការៈដល់សោតាបត្តមៈក្នុងឋានៈនោះគឺរមែងលះអ៊ីសានិងមច្ឆរិយៈនេះឲ្យដាច់អស់ទៅបានសត្វលោកហ្នឹងគឺរមែងនៅដោយការមិនមានពីវេរាហើយមិនមាននៅក្នុងអាជ្ញាទណ្ឌកម្មមិនមានសត្រូវមិនមានការព្យាបាលគឺនៅជាសុខក្នុងការដែលប្រសិទ្ធៈពីវេរានឹងប៉ុន្តែធ្វើម៉េចនៅក្នុងលោកនេះ
ដើម្បីថាឲ្យសត្វលោកដែលកើតមកហើយនៅក្នុងអំណាចការមិនត្រាស់ដឹងសច្ចធម៌ហ្នឹងហើយអស់អ៊ីសានមច្ឆរិយៈបានគឺមិនអាចយើងនឹងទៅធ្វើយ៉ាងម៉េចបានទេនៅក្នុងសេចក្តីនេះក៏យើងត្រូវតែព្រមទទួលការពិតផងដែរណាព្រមទទួលថាសត្វលោកដែលមិនត្រាស់ដឹងនៅសច្ចធម៌នោះរមែងកណ្ណាគុណចាស់ញាតិញោមពិចារណាសេចក្តីនៃព្រះធម៌ឃើញថាបីរមែងកើតឡើងអាស្រ័យហេតុបច្ច័យទៅជាសង្កតធម៌បុគ្គលដែលអប់រំរឿយចម្រើនរឿយនៅសតិសម្បជញ្ញៈអប់រំចម្រើនរឿយនៅសតិថ្នាក់សតិប្បដ្ឋានក៏អាចឃើញបានថាអ្វីដែលកើតឡើងនោះគឺវាមានហេតុបច្ច័យនឹងឯងធានាខុសត្រូវនឹងអាចបណ្ដេញមានការផុតរបូតបន្តិចម្ដងអំពីការយល់ឃើញថាអ្វីនោះដែលកើតអំពីហេតុបច្ច័យហ្នឹងជារបស់យើងឬថាជារបស់អ្នកដទៃនឹងគឺជាគុណជាតិដ៏ភ្លឺស្វាងបានដល់បញ្ញាឬថាជាសាស្ត្រាគឺបញ្ញាក្នុងការកម្ចាត់បង់នៅអកុសលធម៌សកទេវរាជក៏ក្រាបទូលព្រះអង្គថាខ្ញុំព្រះអង្គនឹងបាត់ឆ្ងល់បាត់សង្ស័យក្នុងបញ្ហានេះហើយប៉ុន្តែបបិទ្ធព្រះអង្គដល់ចម្រើនចុះអ៊ីសានិងមច្ឆរិយៈនឹងមានអ្វីនាំឲ្យកើតមានអ្វីជាកំណើតកើតមកពីអីព្រោះអ្វីមានទៅអ៊ីសានិងមច្ឆរិយៈនឹងវាមាននឹងសួរទៀតហើយព្រោះធัวវាមិនដែលមានឯងទេព្រោះសិតតែនៅក្នុងរបស់ដែលមិនទៀងអញ្ចឹងការដែលកើតឡើងវាក៏តែមានហេតុហ្នឹងកតេវរាជជាបុគ្គលឆ្លាតសន្សំឧបនិស្ស័យនៃបញ្ញាមកស្ដាប់ព្រះធម៌របស់ព្រះរាមានុភាហ្នឹងឆាប់យល់ឆាប់ចូលចិត្តណានឹងសំដីទ្រង់មានកិច្ចការងារដែលត្រូវធ្វើក្នុងឋានតាវតិនឬក៏ចាតមហារាជការអីហ្នឹងយ៉ាងណាតែក៏ព្រះអង្គមានឱកាសដើម្បីទូលសួរបញ្ហាព្រះរាមានុភាដោយអាស្រ័យមានទុកតាមផ្លូវចិត្តកើតឡើងផងដែរនឹងក្តីទុកតាមផ្លូវចិត្តដែលកើតឡើងហ្នឹងជាអកុសលទេនេះតោមនស្សវេទនាកើតក្នុងអកុសលប៉ុន្តែវាអាចជាទីអាស្រ័យដ៏មានកម្លាំងហៅថាឧបនិស្សយបច្ច័យនាំឲ្យកុសលធម៌កើតឡើងដើម្បីទូលសួរបញ្ហាព្រះរាមានុភាដើម្បីបានស្ដាប់បញ្ហារបស់ព្រះអង្គព្រោះអាស្រ័យមានតោមនស្សហ្នឹងជាបច្ច័យគុណចាស់ញាតិញោមបងប្អូនក៏អាចសង្កេតពិនិត្យឃើញបានដែរហើយព្រោះថាធម៌នេះវាមានជាធម្មតាសម្រាប់សត្វលោកវាគ្រាន់តែថាមិនមែនឲ្យតែមានសេចក្តីទុក្ខលំបាកផ្លូវកាយផ្លូវចិត្តនឹងកើតឡើងសុទ្ធតែនាំឲ្យចម្រើនកុសលទេវាអាចចម្រើនអកុសលថែមតទៅទៀតប៉ុន្តែក៏វាអាចនាំឲ្យចម្រើនកុសលដែរជាងកាលគុណម្ចាស់ដែលចេញចាក់ផ្ទះចូលមកកាន់ភ្នោះហ្នឹងក៏អាស្រ័យទុក្ខទោមនស្សផ្លូវកាយផ្លូវចិត្តយ៉ាងកាលដែលនៅគ្រប់គ្រងផ្ទះនៅក្នុងសេរីវៈពិបាកទាំងអៀតទាំងអល់ក្នុងកិច្ចការងារណានៅក្នុងរឿងណាដែលនៅក្នុងការគ្រប់គ្រងផ្ទះហ្នឹងវាជាកន្លែងហូរស្រោចនៃកិលេសទាំងឡាយទាំងពួងការកង្វល់ការរវល់ទាំងឡាយទាំងពួងចឹងអាចលំបាកជំនឿទាំងអស់ចិត្តប៉ុន្តែមានឧបនិស្ស័យក៏ចូលមកកាន់ភ្នោះចឹងទៅហើយញាតិញោមក៏ជួនកាលក៏ប្រតិយាប្រតិស្វាមីឬក៏មេដាបិតាអីចឹងឬក៏កូនប្រុសស្រីអីនឹងបាត់បង់ជីវិតទៅក៏កើតសេចក្តីសោកកើតទោមនស្សហើយក៏អាចអាស្រ័យសេចក្តីសោកសេចក្តីទោមនស្សហ្នឹងជាឧបនិស្សយបច្ច័យហ្នឹងឲ្យធ្វើទានឲ្យរក្សាសិលឲ្យស្ដាប់ព្រះធម៌ឲ្យវាចាកនៅបាបអកុសល
ទាំងឡាយទាំងពួងបានកាលដែលមិនទាន់មានឧបតហេតុក្នុងក្រុមគ្រួសារដូចជាប្រឹកប្រាស់ទ្រព្យសម្បត្តិឬក៏ញាតិមិត្តបងប្អូនជាទីស្រឡាញ់អីនោះរមែងមានសេចក្តីស្រវឹងច្រើនក្នុងជីវិតនេះដែលគិតឃើញថាជីវិតរបស់អញនឹងមានសុខមង្គលមានសេរីសួស្តីមានជោគមានជ័យយ៉ាងនេះជានោះជួបជុំក្រុមគ្រួសារទ្រព្យសម្បត្តិមានកិត្តិយសមានកេរ្តិ៍ឈ្មោះហ្នឹងគឺសម្គាល់របស់ដែលមិនថិតថេរទៀងទាត់ហ្នឹងថាជាសេរីសួស្តីហ្នឹងប៉ុន្តែដល់ឃើញសភាពប្រឹកប្រាស់វិនិច្ឆ័យវិន័យការមិនទៀងអញ្ចឹងទៅនឿយណាយនឹងសភាពទាំងអស់ដែលខ្លួនធ្លាប់ចូលចិត្តហ្នឹងបង្អោនមករកព្រះពុទ្ធធម៌ព្រះសង្ឃជាទីពឹងទីរលឹកដែលមានជំនឿគឺសទ្ធាជាដើមទុនហ្នឹងជឿទុកចិត្តថាព្រះអង្គនឹងដឹកនាំអាត្មាអញនឹងឲ្យបានដល់នៅសេរីសួស្តីពិតប្រាកដគឺការដែលរួចផុតអំពីសេចក្តីទុក្ខសោកក្នុងលោកហ្នឹងតើម្នោះហ្នឹងវាជាឧបនិស្សយបច្ច័យនៃការចម្រើនកុសលធម៌ហ្នឹងក៏ជាចំណែកល្អមួយដែរដែលថាគួរខ្សែគប់ផងដែរចំពោះតោមនស្សរបៀបហ្នឹងតោមនស្សដែលនាំឲ្យកុសលធម៌ចម្រើនណានាំឲ្យអកុសលធម៌នឹងឯងសាបសូន្យទៅអាហ្នឹងសំដីតោមនស្សជាអកុសលក៏គួរខ្សែដែរប៉ុន្តែខ្សែក្នុងទីនេះគឺខ្សែដោយសេចក្តីថាមានការចម្រើននៅកុសលធម៌អាស្រ័យតោមនស្សនោះហ្នឹងដោយអាស្រ័យការខ្សែនៅកុសលធម៌ចម្រើនកុសលធម៌ទាំងឯងទីបំផុតក៏អាចកម្ចាត់បងនៅតោមនស្សនោះលះនៅតោមនស្សនោះបានហ្នឹងប៉ុន្តែនៅក្នុងរឿងសោមនស្សតោមនស្សឧបេក្ខានេះព្រះរាមានុភាពព្រះអង្គទ្រង់វិសាចនាខាងចុងនៃបញ្ហាក្នុងសកបញ្ហាសូត្រនេះដែរដែលខ្ញុំកណ្ដាលសម្បត្តិគ្រាន់តែលើកបញ្ជាក់ថាសកទេវរាជនឹងមានតោមនស្សជាទីអាស្រ័យតាមផ្លូវចិត្តហ្នឹងទៅចូលមករកព្រះរាមានុភាពហើយកំពុងសាកសួរបញ្ហានៅក្នុងភាពព្រះអង្គជាបឋិជននៅឡើយទេដែលថាខ្ញុំព្រះអង្គនឹងបាត់ឆ្ងល់បាត់សង្ស័យហើយនេះមិនមែនលះវិចិកិច្ឆាដោយសោតាបត្តមៈទេគ្រាន់តែថាបញ្ហាដែលសួរអំពីរឿងបុគ្គលដែលនៅក្នុងទីវេរាការដែលមានអាជ្ញាការព្យាបាទមានសត្រូវហ្នឹងគឺថាមានអ្វីជាចំណងណាឥឡូវបាត់ឆ្ងល់ណាព្រោះបានស្ដាប់ការវិសាចនារបស់ព្រះអង្គថាអ៊ីសានិងមច្ឆរិយៈហើយដល់ទូលសួរព្រះអង្គអំពីហេតុដែលនាំឲ្យមានអ៊ីសានិងមច្ឆរិយៈអញ្ចឹងទៅព្រះអង្គទ្រង់វិសាចនាថាការស្រឡាញ់ការស្អប់បញ្ញាបយ៉ាងការស្រឡាញ់ហើយនឹងការមិនស្រឡាញ់អាហ្នឹងជាហេតុនាំឲ្យមានអ៊ីសានិងមច្ឆរិយៈការស្រឡាញ់គឺពេញចិត្តដោយលោភៈការមិនស្រឡាញ់គឺទោសៈការស្អប់ណាការស្រឡាញ់ការស្អប់មានទេក្នុងជីវិតរាល់ថ្ងៃរបស់យើងទេញាតិញោមមានទេមានស្រឡាញ់មានស្អប់ទេណាអញ្ចឹងគឺយើងស្រួលស្គាល់ហើយធัวហ្នឹងព្រះអង្គទ្រង់វិសាចនាហេតុរបស់អ៊ីសានិងមច្ឆរិយៈហ្នឹងគឺធัวដែលមានក្នុងជីវិតយើងគ្រាន់តែថាយើងសិក្សាសង្កេតពិនិត្យទៅលើសភាវៈជាបរមត្តតាមសេចក្តីពិតនឹងកុំឲ្យនៅក្នុងសេចក្តីដែលថាយើងអ្នកស្រឡាញ់យើងអ្នកស្អប់តែប៉ុណ្ណឹងឲ្យទៅចូលទៅដល់ឃើញថាការស្រឡាញ់ការស្អប់នេះជានាមធម៌កើតឡើងព្រោះអាស្រ័យបច្ច័យក្នុងខណៈនោះក៏ជារបស់មិនទៀងមិនមែនជាខ្លួនយើងផងដែរនេះគឺឲ្យជាទីតាំងនៃសតិរលឹកហ្នឹងព្រោះសេចក្តីស្រឡាញ់ហើយនឹងសេចក្តីស្អប់នេះគេអាចដើម្បីជាហេតុនៃអ៊ីសាហើយការស្រឡាញ់ការស្អប់នេះក៏វាជាហេតុនៃមច្ឆរិយៈណាព្រោះស្រឡាញ់លៀបយសទ្រព្យសម្បត្តិការគោរពរាប់អាននឹងហើយទៅចេះច្រណែននឹងអ្នកដទៃដែលគេមានលៀបមានយសនោះនឹងបើសិនជារបស់ហ្នឹងយើងមិនស្រឡាញ់ទេ
របស់នឹងយើងមិនចូលចិត្តទេយើងក៏មិនដឹងជាទៅចំណែននឹងអ្នកណាដែលមាននៅរបស់នឹងដែរប៉ុន្តែយើងឃើញតែរបស់នឹងវាមានតម្លៃរបស់នឹងឯងវាប្រសើរក្នុងโลกនេះណាបានការពេញចិត្តនឹងឯងវានាំឲ្យមានអ៊ីសាច្រណែនចំពោះអ្នកដទៃដែលគេមាននៅរបស់នោះជាលៀបជាយសជាសពជាទ្រព្យសម្បត្តិសំដីចេះសម្ដែងទីកន្លែងលុយកាក់រថយន្តយានចក្រឬក៏បន្សាក់រិទ្ធអំណាចអីហ្នឹងយ៉ាងណាក៏ចេះតែមិនពេញចិត្តនឹងគេដែលមាននោះអាហ្នឹងមកពីសេចក្តីស្រឡាញ់ហើយក៏មកពីការស្អប់ផងដែរពីព្រោះអ៊ីសាហ្នឹងវានៅពេលដែលកើតឡើងកើតជាមួយទោសៈគឺប្រទុះចំពោះអារម្មណ៍កាលណាបើមានបុគ្គលអ្នកបានទ្រព្យសម្បត្តិនឹងឯងមកជាអារម្មណ៍អញ្ចឹងទៅហើយមិនពេញចិត្តនឹងបុគ្គលនោះតោះចិត្តនឹងបុគ្គលនោះអាហ្នឹងក៏មានអ៊ីសាកើតជាមួយនឹងទោសៈហ្នឹងនៅពេលដែលបុគ្គលដែលមិនជាទីស្រឡាញ់ពេញចិត្តហ្នឹងបានលៀបបានយសបានរបស់ល្អនឹងព្រោះអ៊ីសាវាមិនកើតជាមួយនឹងលោភៈមូលចិត្តទេនៅពេលដែលជាប់ជំពាក់ស្រឡាញ់ជាមួយភរិយាក្តីស្វាមីក្តីកូនប្រុសស្រីក្តីភរិយាស្វាមីកូនប្រុសស្រីឪពុកម្ដាយនឹងឯងរត់ទទួលទានមានបានមានលៀបមានយសមានបុណ្យមានស្រាក់រិទ្ធអំណាចធំគួងពោះយ៉ាងណាក៏មិនច្រណែននឹងបុគ្គលនោះដែរក្នុងឋានៈនៃលោភៈនោះអញ្ចឹងអ៊ីសានោះវាមានកន្លែងរបស់វាគឺទោសៈមូលចិត្តតែប៉ុណ្្នឹងទេដោយសារអីដោយសារខឹងក្រោធឬក៏ថាជាការប្រទុះទោះខ្លាំងក្តីទោះតិចតួចស្រាលសឹងតែថាមិនបានសង្កេតពិនិត្យមិនដឹងថាជាទោសៈផងនោះនឹងក៏ជាទោសៈដែរដែលមាននៅក្នុងបុគ្គលណាហើយនោះគឺមិនពេញចិត្តនឹងបុគ្គលនោះដែលជាអ្នកមានលៀបមានយសមានសម្បត្តិមានសេចក្តីសរសើរសំបីតែគេមានចរិយាមារយាទល្អមានគុណធម៌អីហ្នឹងក៏វាអាចជាទីតាំងនៃសេចក្តីចរណែនដែរណារឿងអ៊ីសាហ្នឹងដែលមានអារម្មណ៍ខាងក្រៅដោយអាស្រ័យមានការស្រឡាញ់ឬការស្អប់នេះឯងជាហេតុហ្នឹងគឺជាហេតុផលដែលយើងបានស្ដាប់ព្រះធម៌ច្រើនទៅគឺអាចដើម្បីយល់ពីរឿងហេតុផលពិតនឹងយើងពិចារណាសពគ្រប់អញ្ចឹងឲ្យឃើញថាអ៊ីសានិងមច្ឆរិយៈហ្នឹងវាកើតមកពីរឿងស្រឡាញ់ស្អប់ហ្នឹងសេចក្តីកំណាញ់កើតមកពីស្រឡាញ់ស្អប់ចឹងដែរនឹងបើមិនស្រឡាញ់ពេញចិត្តទ្រព្យសម្បត្តិហ្នឹងទេមិនចាំបាច់ដល់តែគេមកខ្ចីមកសុំទេមកជួលឲ្យគេយកទៅចោលទៀតផងអស់លុយអស់កាក់ដើម្បីឲ្យគេមកយករបស់នឹងទៅចោលមែនទេណាហ្នឹងមើលតែឡានក្រមអដឹកសារាមហ្នឹងរៀងបែបនិយាយអាឡាននេះវាយូរម៉េចឲ្យប្រាក់មិនគ្រប់ហ្នឹងមកពីអីមកសារាមវាច្រើនពី3ថ្ងៃអីចឹងទៅគឺជួលគេឲ្យមកយកទៅចោលទៀតផងព្រោះអីព្រោះរបស់ហ្នឹងវាអត់ឆ្លាញ់ទេវាអត់ត្រូវការទុកដាក់នឹងចេះសម្បែងវាអត់ត្រូវការហ៊ុនហែងទេប៉ុន្តែតុកទូក្រេតាំងលុយកាក់ទ្រព្យសម្បត្តិដុតភេរិយាអីហ្នឹងមានតែជួលអ្នកណាឲ្យមកយកទៅចោលអត់ទេគេមកសុំក៏មិនឲ្យគេក៏មកខ្ចីក៏មិនឲ្យដែរហ្នឹងព្រោះមានរបស់ហ្នឹងជាទីស្រឡាញ់ប៉ុន្តែមច្ឆរិយៈហ្នឹងក៏ដូចអ៊ីសាដែរក្នុងការដែលកើតឡើងគឺកើតក្នុងទោសៈមូលចិត្តនៅពេលដែលកំណាញ់ហ្នឹងមានការបន្ទោសនឹងបុគ្គលអ្នកទទួលនោះទោះជាធ្លាប់ពេញចិត្តចូលចិត្តរាប់អានអីអញ្ចឹងមកដែរប៉ុន្តែនៅពេលដែលបុគ្គលនោះឯងមកខ្ចីឬមកសុំឬក៏គេមិនបានមកខ្ចីមកសុំទេកើតសេចក្តីកំណាញ់មិនធ្វើទានមិនឲ្យនៅអ្វីដល់បុគ្គលនោះក្នុងឋានៈនោះគឺកើតជាមួយទោសៈគឺតោះគឺប្រទុះសំដីតិចតួចអីនឹងយ៉ាងណាក៏ដោយដែលជាទោសៈចំពោះបុគ្គលនោះហើយអាហ្នឹងគឺមិនអាចឲ្យដល់បុគ្គលនោះបានទេប៉ុន្តែដូចជាភរិយាស្វាមីឬក៏មេត្តាបិតាជាមួយកូនប្រុសស្រីឬក៏ជាមួយនឹងបុគ្គលណាដែលស្រឡាញ់ដែលត្រេកអរពេញចិត្តដូចជាស្រឡាញ់ត្រេកអរពេញចិត្តជាប់ជំពាក់ដោយលោភៈ
អានឹងរមែងឲ្យទោះតិចទោះច្រើនទោះជារបស់ល្អប្រណិតយ៉ាងណាក៏អាចដើម្បីឲ្យដល់បុគ្គលនោះប៉ុន្តែក្នុងការដែលឲ្យដោយលោភៈណាទៀតគឺមិនមែនជាទានអ្នកកុសលទេនឹងឲ្យអស់ទ្រព្យសម្បត្តិល្អប្រណិតយ៉ាងណាសូម្បីតែខ្លួនឯងមិនហ៊ានទុកដាក់ប្រើប្រាស់ដោយខ្លួនឯងក៏ដោយតែមិនមែនជាទានអ្នកកុសលណាមកពីក្នុងឋានៈលោភៈមូលចិត្តកើតឡើងហ្នឹងវាអត់មានមច្ឆរិយៈប្រកបជាមួយទេអាចឲ្យបានប៉ុន្តែឲ្យហ្នឹងឲ្យដោយលោភៈឲ្យដោយសេចក្តីស្រឡាញ់ពេញចិត្តក្នុងបុគ្គលនោះហ្នឹងប៉ុន្តែបើមច្ឆរិយៈកើតឡើងគឺកើតជាមួយនឹងទោសៈពីព្រោះវាមានរបស់ដែលជាទីស្រឡាញ់របស់ដែលជាទីពេញចិត្តនឹងឯងការស្រឡាញ់ការពេញចិត្តក្នុងរបស់នោះអានឹងវាជាហេតុវាជាឫសគល់នៃអ៊ីសានិងមច្ឆរិយៈអញ្ចឹងក្នុងជីវិតយើងរាល់ថ្ងៃដរាបណាដែលនៅមានការស្រឡាញ់ការស្អប់ច្រើនអញ្ចឹងទៅគឺយើងមិនសង្ឃឹមអីក្នុងការលះអ៊ីសានិងមច្ឆរិយៈបានទេហើយក៏វានៅក្នុងជាវរាក្នុងអាជ្ញាសំបីអាជ្ញាក្នុងនរកក្នុងប្រែតអីគឺបានទាំងអស់នឹងកើតទៅជាប្រែតអសុរកាយទូលសម្រាមក្នុងផ្ទះឬកើតទៅជាប្រែតអសុរកាយកើតទៅជាពស់ថ្លាន់ធំវាស្ថិតតែនៅក្នុងរឿងអ៊ីសាឬមច្ឆរិយៈនឹងឯងហ្នឹងឈ្មោះថាមានការទទួលនៅអាជ្ញាដាក់នៅទណ្ឌកម្មឲ្យដល់សត្វលោកហ្នឹងមកពីអីថាមកពីវាមានអ៊ីសានិងមច្ឆរិយៈហ្នឹងហើយអ៊ីសានិងមច្ឆរិយៈហ្នឹងដែលលះមិនបាននោះមានក្នុងសន្តានសត្វបឋិជនមកពីវាមានអាការស្រឡាញ់ការស្អប់ហ្នឹងហើយយ៉ាងព្រះធម៌ដែលសម្ដែងហ្នឹងគឺដើម្បីឲ្យយើងឃើញទោសក្នុងបាបអកុសលធម៌ទាំងឡាយទាំងពួងរួចទៅសកទេវរាជក៏បានទូលសួរព្រះអង្គអំពីហេតុនៃការស្រឡាញ់ការស្អប់នឹងទៀតនឹងបបិទ្ធព្រះអង្គចង់ការស្រឡាញ់ស្អប់នេះមានអ្វីនាំឲ្យកើតមានអ្វីជាកំណើតមានអ្វីជាប្រភពនៃកំណើតវាមានហេតុទៀតការស្រឡាញ់ការស្អប់ហ្នឹងព្រះរាមានុភាពព្រះអង្គទ្រង់វិសាចនាថាទេវអ្នកមិនតៈការស្រឡាញ់ការស្អប់នេះព្រោះមានឆន្ទៈគឺសេចក្តីពេញចិត្តហ្នឹងជាហេតុនាំឲ្យកើតឆន្ទៈនេះគឺជាឈ្មោះនៃតណ្ហាមាន5ប្រការគឺថាពេញចិត្តក្នុងការស្វែងរកមួយស្វែងរកបានមកពេញចិត្តក្នុងរបស់ដែលបានហើយដល់ទៅបានមកអញ្ចឹងទៅក៏ទី3នោះពេញចិត្តនៅក្នុងការបរិភោគប្រើប្រាស់ហើយទី4នោះគឺថាពេញចិត្តនៅក្នុងការសន្សំទុកដាក់នឹងហើយបានទី5ពេញចិត្តក្នុងការចែករំលែកឲ្យទាសាទាស័យក្តីឬឲ្យពួកពលកងកម្លាំងគឺដើម្បីឲ្យបុគ្គលនោះឯងរក្សាអាត្មាអញណាការពារអាត្មាអញថែទាំអាត្មាអញមើលជំរុំបំរុងអាត្មាអញដើម្បីអាត្មាអញនឹងឯងរុងរឿងដើម្បីអាត្មាអញនឹងឯងបានសេចក្តីសុខព្រោះមានអ្នកដទៃមើលការខុសត្រូវជំរុំបំរុងឧបត្ថម្ភអញ្ចឹងគឺថាពេញចិត្តក្នុងការចែករំលែកចាយរាយទ្រព្យសម្បត្តិដែលរកបានហ្នឹងឲ្យដល់បុគ្គលទាំងអស់នោះឲ្យហ្នឹងគឺឲ្យដើម្បីអ្នកទាំងអស់ហ្នឹងមានការថែទាំខ្លួនឯងនឹងឯងការពារខ្លួនឯងឲ្យទាសាទាស័យឲ្យកម្មករអីចឹងទៅដើម្បីឲ្យអ្នកនោះធ្វើកិច្ចការងារទាំងឡាយទាំងពួងនឹងឯងបានផលប្រយោជន៍មកដល់ខ្លួនអាហ្នឹងគឺសប្បាយក្នុងការឲ្យអញ្ចឹងគឺថាបុគ្គលដែលបរិភោគនៅកាមគុណទេក្នុងលោកនេះគឺពេញចិត្តណាស់ពេញចិត្តនៅក្នុងវត្ថុកាមពេញចិត្តនៅក្នុងលៀបយកពេញចិត្តនៅក្នុងទ្រព្យសម្បត្តិហ្នឹងគឺដោយសារវាពេញចិត្តប៉ុណ្ណឹងគុណចាស់ញាតិញោមទៅណាគឺការពេញចិត្តហ្នឹងឲ្យយើងជ្រាបពីមិនបានជាពេញចិត្តជាប់ស្អិតក្នុងកាមគុណម្ល៉េះ
នឹងមិនឃើញថាប្រឹងប្រែងអីក្នុងការបំពេញសេចក្តីល្អមិនចេះសង្វេគអីនឹងខ្លួនឯងដែលចំណាស់នឹងហើយមានរស់នៅបានប្រហែលឆ្នាំទៀតនោះយើងងាយអីនឹងបានដល់អាយុ100ឆ្នាំហើយ50 60ឆ្នាំហើយនឹងមិនមានសេចក្តីសង្វេគមិនប្រយោគរូបចឹងទៅចេះតែរីករាយភ្លើតភ្លើនហ្នឹងសប្បាយរីករាយអញ្ចឹងហាក់ដូចជារស់នៅអាយុមួយអសង្ខ័យឬថាមានជីវិតជាអមតៈមិនស្លាប់ណោះមិនក៏ប្រមាទម្លេះថាមកពីស្លាប់លោកហ្នឹងអញ្ចឹងពេញចិត្តនឹងការស្វែងរកលឿយហត់អីខ្លះអញ្ចឹងមែនប៉ុន្តែសប្បាយនឹងរស់ហ្នឹងមកហ្នឹងមកពីអីមកពីរស់ទៅវាបានវាធ្លាប់ទម្លាប់រាល់តែថ្ងៃក៏តែមិនបានរស់គឺថាអបសុខនឹងធ្វើអីអញ្ចឹងទៅសប្បាយនឹងរស់ទៅហើយបានទ្រព្យសម្បត្តិពីរស់ហ្នឹងមកលក់ដូរចំនួនជួញប្រែអីអញ្ចឹងទៅក៏សប្បាយនឹងបានមកសប្បាយហើយបានហ្នឹងហើយក៏សប្បាយនឹងការចាយវាយប្រើប្រាស់បរិភោគនេះនោះរូបសម្លេងក៏នោះផាត់ផាត់តែអញ្ចឹងទៅហើយសរសៃសន្សំទុកដាក់ឲ្យតែច្រើនណាហ្នឹងទិញចិត្តណាសន្សំទុកទិញចិត្តណាមិនគ្រប់ក្នុងការសន្សំទេបាន700នៅតែ300ទៀតបាន1000ដល់បាន400មក1100នៅតែ400ទៀតទេ1500អញ្ចឹងព្រោះចិត្តសបាយពេញចិត្តនឹងការសន្សំហ្នឹងណាបាន3000នៅតែ2000ទៀតទេបាន5000ដល់បានទៅនៅតែតិចទៀតទេ10000ណាហ្នឹងសបាយនឹងសន្សំរហូតហ្នឹងអញ្ចឹងទៅបានជាស្រាប់លោកហ្នឹងគឺមិនអាចរើខ្លួនអំពីការដែលនៅត្រាំក្នុងកាមគុណនោះមិនងាយរើខ្លួនដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងថាគឺជាភក់ដ៏ស្អិតនោះណានឹងដែលបុគ្គលជាប់ក្នុងភក់ដ៏ស្អិតហើយមិនងាយនឹងរើខ្លួនរួចបានទេប៉ុន្តែព្រះអង្គទ្រង់ត្រាស់សម្ដែងឲ្យសត្វលោកនឹងខំប្រឹងរើខ្លួននឹងចាភក់ដ៏ស្អិតនឹងខំប្រឹងមិនមែនមិនប្រឹងឲ្យរើរួចបានទេគ្រាន់តែខំប្រឹងហើយអត់មានអ្នកណាមកប្រឹងជំនួសយើងទេបុគ្គលដទៃព្រះធម៌ព្រះសម្មាសម្ពុទ្ធសប្បុរសនឹងមានតួនាទីគ្រាន់តែថាបញ្ញយល់សម្ដែងព្រះធម៌យ៉ាងទៅតែខ្លួនឯងហ្នឹងគឺថាត្រូវតែប្រឹងប្រែងរើខ្លួនឯងចាកអំពីអន្លង់ភក់ហ្នឹងព្រោះថារឿងនេះវាមានការបិទបាំងខ្លួនយើងដែលជាប់នៅក្នុងភក់មិនព្រមរើហ្នឹងគឺអាសេចក្តីពេញចិត្តហ្នឹងដែលធ្វើឲ្យយើងឃើញថាដូចជាយើងរស់នៅរហូតនោះយើងក៏អត់មានការបែកបាក់ប្រាត់ប្រាស់អំពីអ្វីដែលយើងពេញចិត្តនោះទេយើងនឹងវាមិនស្លាប់ទេយើងនឹងមានមិនងាយស្លាប់សោះឬគឺថាបើសិនជាស្លាប់ក៏នៅយូរបន្តិចទៀតដែរគិតឃើញថារស់នៅខាងមុខទៀតហ្នឹងគឺថាយូរសម្រាប់ជីវិតខ្លួនឯងហ្នឹងងាយងាប់ទេអញ្ចឹងមកពីការពេញចិត្តក្នុងជីវិតរាល់ថ្ងៃហ្នឹងវាបិទបាំងនៅសង្វេគវត្ថុដោយជាតែទុកជារាទុកជាធិទុកមរណៈទុកអីហ្នឹងវាបិទបាំងមិនឲ្យឃើញនៅទុក្ខសច្ចទាំងអស់ហ្នឹងទេហ្នឹងអញ្ចឹងដោយសេចក្តីពេញចិត្តនឹងឯងដែលវានាំឲ្យមានការស្រឡាញ់ការស្អប់នោះដែលពេញចិត្តហ្នឹងវានាំឲ្យមានការស្រឡាញ់ទៅហើយរបស់ណាដែលមិនស្រឡាញ់ក៏ស្អប់ទៅរាល់ថ្ងៃហ្នឹងវាអញ្ចឹងហើយពេញចិត្តហ្នឹងយើងពិចារណាមើលវាមាន5យ៉ាងហ្នឹងហើយពេញចិត្តនឹងការស្វែងរកមួយពេញចិត្តនឹងការបានមួយពេញចិត្តនឹងការបរិភោគប្រើប្រាស់ចៃដន្យសប្បាយមួយពេញចិត្តនឹងការសន្សំមួយពេញចិត្តនឹងការបែងចែករំលែកដល់អ្នកនេះអ្នកនោះនឹងជាបរិវារជាទាសាទាស័យអីចឹងទៅគឺថាសប្បាយហ្នឹងអញ្ចឹងសេចក្តីសប្បាយពេញចិត្តហ្នឹងកើតមកពីអីហ្នឹងប្រអិនទូលសួរព្រះដែលមានព្រះភ័ក្ត្រទៀតហើយសួរអំពីហេតុដែលនាំឲ្យមានសេចក្តីពេញចិត្តហ្នឹងព្រះដែលមានព្រះភ័ក្ត្រព្រះអង្គទ្រង់វិសាចនាអំពីហេតុនៃសេចក្តីពេញចិត្តហ្នឹងគឺព្រះអង្គទ្រង់វិសាចនាចំពោះវិតកៈប្រកដីបើអត់មានសេចក្តីត្រេះរិះនឹកគិតគឺការពេញចិត្តក៏មិនមានដែរនឹងការពេញចិត្តគឺតណ្ហានេះដែលកើតឡើងវាតែងមានការត្រេះរិះនឹកគិតនៅក្នុងរឿង
ជាទ្រព្យសម្បត្តិក្តីរឿងជាការមើលគុណក្តីរឿងជាសត្វបកលខ្លួនឯងឬអ្នកដទៃក្តីការត្រេះរិះក្នុងរឿងទាំងអស់នឹងឯងនឹងក៏នាំឲ្យមានការពេញចិត្តនៅក្នុងរឿងឡើងដែលរឿងវាគ្រាន់តែជាស្រមោលនៃការនឹកគិតនោះណាប៉ុន្តែការដែលមិនបានអប់រំឲ្យបានចូលចិត្តនៅក្នុងសភាវៈជាបរមត្ថនោះក៏ឃើញថារឿងទាំងអស់នឹងឯងមានពិតមានប្រកបក្នុងលោកទៅវានាំឲ្យមានសេចក្តីពេញចិត្តឡើងហ្នឹងរឿងការស្វែងរករឿងការបានលាភរឿងការប្រើប្រាស់សបាយរីករាយចាយវេបុគ្គលនេះបុគ្គលនោះរឿងហ្នឹងវាអាស្រ័យវិតកៈត្រេះរិះកើតឡើងខាងក្នុងសនាមនៃបុគ្គលម្នាក់ហ្នឹងវិតកៈហ្នឹងត្រេះរិះកើតឡើងដល់ទៅមានការត្រេះរិះទៅក្នុងអារម្មណ៍ដែលបានឃើញក្នុងអារម្មណ៍ដែលបានឮធំក្លិនដឹងរសដឹងផាត់ថាពៈណាទៅជារឿងរ៉ាវនៅក្នុងលោកអញ្ចឹងក៏កើតការពេញចិត្តដោយការត្រេះរិះប៉ុន្តែសេចក្តីត្រេះរិះនេះគឺជាការត្រេះរិះដែលប្រកបជាមួយគ្នានឹងបញ្ចសញ្ញាអញ្ចឹងបានក្នុងការដែលសកទេវរាជទូលសួរព្រះអង្គអំពីហេតុនៃសេចក្តីត្រេះរិះព្រះអង្គទ្រង់វិសាចនាបញ្ចសញ្ញាបញ្ចបញោចិញ្ចោប្រែមកថាគ្រឿងយឺតយូរបញ្ចសញ្ញាគឺសញ្ញាហ្នឹងវាប្រកបជាមួយនឹងតណ្ហាមួយទិដ្ឋិមួយមានអ្នកមួយដែលតណ្ហាមានអ្នកទិដ្ឋិនេះឈ្មោះថាបញ្ចធัวជាគ្រឿងធ្វើឲ្យយឺតយូរក្នុងវដ្តសង្សារអញ្ចឹងសញ្ញាគឺការសម្គាល់កើតជាមួយតណ្ហាមានអ្នកទិដ្ឋិនេះឯងដែលវានាំឲ្យត្រេះរិះវិតកៈនៅក្នុងរឿងរ៉ាវដែលជាសម្បត្តិកាមគុណដែលជាសត្វបុគ្គលដែលជាយើងដែលជាគេដែលជាអញដែលជាឯងអញ្ចឹងទៅសម្គាល់ថារបស់ទាំងអស់នឹងមានអញ្ចឹងទៅកើតការពេញចិត្តក្នុងរបស់ដែលពេញចិត្តហើយវានាំឲ្យស្រឡាញ់វានាំឲ្យស្អប់កើតឡើងអញ្ចឹងគឺសរុបមកក្នុងសនាមរបស់សត្វហ្នឹងវាមានបញ្ចធัวដែលជាគ្រឿងធ្វើឲ្យយឺតយូរមានតណ្ហាសេចក្តីប្រកាន់ថានោះជារបស់យើងសេចក្តីប្រកាន់ដោយមានអ្នកថានោះជាយើងសេចក្តីប្រកាន់ទៅដោយចិត្តថានោះជាខ្លួនរបស់យើងក្នុងកាលដែលសកទេវរាជទូលសួរអំពីធัวបដិបត្តិធัวប្រព្រឹត្តដើម្បីលះបង់នៅបញ្ចសញ្ញាព្រោះឃើញឫសគល់គឺនៅត្រង់បញ្ចសញ្ញាសេចក្តីសម្គាល់ប្រកបដោយតណ្ហាមានអ្នកចិត្តហ្នឹងទូលសួរអំពីខបដិបត្តិប្រព្រឹត្តដើម្បីលះបង់នៅបញ្ចសញ្ញាហ្នឹងព្រះអង្គព្រះរាមានុភាពព្រះអង្គទ្រង់វិសាចនាអំពីសោមនស្សវេទនាមាន2គឺថាមិនគួរខ្សែមួយគួរខ្សែមួយតោមនស្សក៏មាន2គឺថាមិនគួរខ្សែមួយគួរខ្សែមួយឧបេក្ខាក៏មាន2ដែរគឺមិនគួរខ្សែមួយហើយគួរខ្សែមួយគួរខ្សែគប់គួរអាស្រ័យណាទៀតនឹងចំពោះសោមនស្សដែលឈ្មោះថាគេហសិតសោមនស្សហ្នឹងអាស្រ័យនឹងកាមគុណរូបសម្លេងthânរោផាថពៈហ្នឹងសោមនស្សហ្នឹងកើតតាមទ្វាទាំង6ជាមួយគ្នានឹងលោភៈហ្នឹងសោមនស្សហ្នឹងឯងដែលមិនគួរខ្សែព្រោះនាំឲ្យអកុសលធម៌ចម្រើនកុសលធម៌ហ្នឹងសាបសូន្យប៉ុន្តែចំពោះសោមនស្សដែលប្រព្រឹត្តទៅក្នុងវិបស្សនាគឺថាក្នុងការឃើញរូបសម្លេងឃើញរសផាត់ថាពៈធម្មនិរមនឹងឯងជាធម្មជាតិមានការកើតហើយរលត់ទៅក៏សោមនស្សកើតឡើងនៅក្នុងវិបស្សនានោះសោមនស្សនឹងឯងដែលនាំឲ្យកុសលធម៌ចម្រើនឡើងអកុសលធម៌សាបសូន្យទៅនឹងសោមនស្សនឹងព្រះអង្គសម្ដែងតែគួរខ្សែនេះគឺព្រះអង្គទ្រង់សម្ដែងនៅក្នុងការសង្រួមឥន្ទ្រីណាទៀតសំបីតោមនស្សដែលអាស្រ័យនៅក្នុងកាមគុណមិនបាននៅរូបសម្លេងចន្ទរផាថពៈឬក៏បានហើយវិញ្ញាណប្រាស្រ័យទៅតោមនស្សហ្នឹងគឺមិនគួរខ្សែទេព្រោះអកុសលធម៌វាចម្រើនហើយកុសលធម៌វាសាបសូន្យប៉ុន្តែចំពោះតោមនស្សដែលប្រកើប្រឹងប្រែងដើម្បីឲ្យបានមគ្គផលហើយវាអត់បានទៅតាមសេចក្តីប្រាថ្នាក៏តោមនស្សកើតឡើងតោមនស្សហ្នឹងគួរខ្សែព្រោះថាតោមនស្សហ្នឹងវានាំឲ្យមានការចម្រើននៅកុសលធម៌ឧបេក្ខាក៏អញ្ចឹងដែរព្រះអង្គទ្រង់តាមសម្ដែងប្រភេទនៃវេទនាដែលមិនគួរខ្សែព្រោះនាំឲ្យចម្រើនបាបអកុសល
ហើយវេទនានឹងគួរខ្សែព្រោះជាការចម្រើនកុសលដើម្បីសេចក្តីសម្រួមប៉ុន្តែព្រះអង្គទ្រង់សម្ដែងវេទនានេះជាទីតាំងនៃសតិប្បដ្ឋានព្រោះថាសូម្បីវេទនាឯណានិមួយក៏ពុំមែនជាសត្វបកលទូលខ្លួនយើងដែរនឹងនៅក្នុងវេទនានុបស្សនាសតិប្បដ្ឋានទាំងសូម្បីសោមនស្សយ៉ាងណាតោមនស្សយ៉ាងម៉េចឧបេក្ខាដែលមានការសោយអារម្មណ៍ជាប្រអីរាល់ថ្ងៃកើតឡើងគឺដោយអាស្រ័យមានភាសៈជាបច្ច័យរមែងកើតហាមឃាត់មិនបានឡើយប៉ុន្តែកាលដែលសោយអារម្មណ៍នោះមិនមែនជាខ្លួនយើងអ្នកសោយឡើយសំបីសោមនស្សសំបីតោមនស្សឧបេក្ខាប្រភេទយ៉ាងណាក៏ដោយក៏មិនមែនជាតួខ្លួនយើងអ្នកសោយនេះគឺជាវេទនានុបស្សនាសតិប្បដ្ឋានប្រព្រឹត្តទៅដើម្បីលះបង់នៅបញ្ចសញ្ញាការប្រព្រឹត្តបរិបត្តិធម៌ណានៅក្នុងការរលឹករឿយសិក្សារឿយឲ្យឃើញការសោយអារម្មណ៍នឹងឯងមិនមែនជាតួខ្លួនយើងនឹងការសោយអារម្មណ៍គឺវេទ